ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីប្រធានបទមួយដែលសំខាន់សម្រាប់ការរស់នៅនិងការធ្វើការងារនិងទំនាក់ទំនងរបស់យើងគឺការរលឹកដឹងពីខ្លួនឯងឬក៏ self awareness មានមនុស្សជាច្រើនគិតថាការរលឹកដឹងពីខ្លួនឯងគ្រាន់តែមានន័យថាយើងដឹងថាយើងចូលចិត្តអ្វីមិនចូលចិត្តអ្វីឬដឹងថាយើងជាមនុស្សបែបណាប៉ុន្តែការពិតវាមានច្រើនជាងការគិតរបស់អ្នកទៅទៀតតាមឧទាហរណ៍ការរលឹកដឹងខ្លួនឯង Self Awareness Framework របស់ Dr. Thasa ក្នុងឆ្នាំ2018គេបានបែងចែកការរលឹកដឹងខ្លួនឯងជាពីរផ្នែកសំខាន់ផ្នែកទី1គឺការរលឹកដឹងខ្លួនឯងពីខាងក្នុងបើយើងមើលក្នុងរូបភាពគំនូសព្រួញគឺមានអក្សរពណ៌បៃតងនៅខាងឆ្វេងផ្នែកនេះមានន័យថាយើងដឹងថាខ្លួនឯងគិតអ្វីមានអារម្មណ៍យ៉ាងណាមានចំណុចខ្លាំងអ្វីខ្លះមានចំណុចខ្សោយអ្វីខ្លះនិងយើងពិតជាត្រូវការអ្វីនៅក្នុងជីវិតរបស់យើងផ្នែកទី2គឺការរលឹកដឹងខ្លួនឯងពីខាងក្រៅបើយើងមើលក្នុងរូបភាពគំនូសព្រួញគឺមានអក្សរពណ៌ទឹកក្រូចនៅខាងក្រោមនេះមានន័យថាយើងដឹងថាអ្នកដទៃមើលឃើញអ្នកបែបណាពេលអ្នកនិយាយពេលអ្នកធ្វើការឬក៏ពេលអ្នកតាក់ទងជាមួយអ្នកដទៃតើគេមានអារម្មណ៍យ៉ាងណាចំពោះអ្នកនិយាយងាយគឺមិនមែនគ្រាន់តែជាអ្នកដឹងពីខ្លួនឯងនោះទេប៉ុន្តែអ្នកក៏ត្រូវការដឹងថាខ្លួនអ្នកប៉ះពាល់ដល់អ្នកដទៃបែបណាផងដែរនៅក្នុងរូបភាពនេះគេបានបែងចែកមនុស្សដែលមានការរលឹកដឹងខ្លួនគឺជា4ប្រភេទប្រភេទទី1គឺអ្នកស្គាល់ពីខ្លួនឯងមនុស្សប្រភេទនេះស្គាល់ខ្លួនឯងបានល្អពួកគេដឹងថាខ្លួនឯងគិតអ្វីមានអារម្មណ៍យ៉ាងណានិងមានគោលដៅអ្វីប៉ុន្តែបញ្ហាគឺពួកគេមិនសូវស្វែងរកមតិឬក៏ទទួលយោបល់ត្រឡប់ពីអ្នកដទៃទេដូច្នេះទោះបីជាគេស្គាល់ខ្លួនឯងក៏ដោយក៏នៅតែអាចមានចំណុចឬក៏ជ្រុងដែលខ្លួនឯងមើលមិនឃើញពីខ្លួនឯងដែរឧទាហរណ៍ស្ត្រីម្នាក់គិតថាខ្លួនជាមនុស្សស្មោះត្រង់និងនិយាយត្រង់នៅកន្លែងធ្វើការគាត់និយាយមតិរបស់គាត់ដោយត្រង់ដោយគាត់គិតថានេះជាវិធីល្អរបស់គាត់ប៉ុន្តែមិត្តរួមការងារខ្លះមានអារម្មណ៍ថាគាត់និយាយដូចជារឹងពេកឬក៏ធ្វើឲ្យគេមិនស្រួលចិត្តស្ត្រីម្នាក់ក្នុងឧទាហរណ៍នេះស្គាល់ខ្លួនឯងល្អប៉ុន្តែគាត់មិនសូវដឹងថាអ្នកដទៃមានអារម្មណ៍យ៉ាងណាចំពោះគាត់នោះទេនេះបង្ហាញថាស្គាល់ឬក៏ដឹងតែពីខ្លួនឯងមិនទាន់គ្រប់គ្រាន់ទេយើងក៏ត្រូវការស្ដាប់ពីអ្នកដទៃផងដែរប្រភេទទី2គឺអ្នករលឹកដឹងខ្លួននេះគឺជាប្រភេទមនុស្សដែលរលឹកដឹងពីខ្លួនឯងដែលល្អបំផុតក្នុងចំណោមប្រភេទផ្សេងទៀតមនុស្សប្រភេទនេះមិនត្រឹមតែស្គាល់ខ្លួនឯងទេប៉ុន្តែថែមទាំងស្វែងរកនិងទទួលយកគំនិតយោបល់ត្រឡប់ពីអ្នកដទៃផងដែរពួកគេដឹងថាខ្លួនមានចំណុចល្អមានចំណុចដែលត្រូវកែលម្អហើយក៏ដឹងថាអ្នកដទៃទទួលយកពួកគេបែបណាដែរនេះគឺជាកន្លែងដែលគួរឲ្យយើងចង់ទៅដល់ព្រោះវាធ្វើឲ្យយើងមានតុល្យភាពក្នុងការរស់នៅនិងក្នុងការទំនាក់ទំនងឧទាហរណ៍បុរសម្នាក់ដឹងថាខ្លួនឯងជាមនុស្សដែលចូលចិត្តនិយាយត្រង់ពេលមួយគាត់បានសួរមិត្តរួមការងារថាតើរបៀបរបស់ខ្ញុំនិយាយធ្វើឲ្យអ្នកមានអារម្មណ៍បែបណាដែរពេលទទួលបានមតិយោបល់ថាគាត់អាចនិយាយទន់ភ្លន់ជាងនេះបន្តិចកាន់តែល្អដូច្នេះគាត់ក៏ព្យាយាមកែលម្អបុរសម្នាក់ក្នុងឧទាហរណ៍នេះមិនត្រឹមតែស្គាល់ខ្លួនឯងទេប៉ុន្តែគាត់ក៏ស្ដាប់និងកែលម្អខ្លួនឯងតាមមតិយោបល់អ្នកដទៃផងដែរយើងមិនរស់តែតាមគំនិតខ្លួនឯងហើយក៏មិនរស់តាមតែមតិយោបល់អ្នកដទៃដែរយើងដឹងនិងទទួលស្គាល់ជ្រុងទាំងពីរគឺជ្រុងពីខ្លួនឯងនិងជ្រុងពីអ្នកដទៃប្រភេទមនុស្សទី3គឺជាអ្នកស្វែងរកខ្លួនឯងមនុស្សប្រភេទនេះមិនសូវស្គាល់ខ្លួនឯងហើយក៏មិនសូវដឹងថាអ្នកដទៃមើលឃើញខ្លួនឯងបែបណាដែរដូច្នេះ
ពួកគេច្រើនតែមានអារម្មណ៍ច្របូកច្របល់ពេលខ្លះវង្វេងហើយក៏មានការខកចិត្តពួកគេអាចសួរខ្លួនឯងថាហេតុអ្វីជីវិតដូចជាមិនច្បាស់លាស់ហេតុអ្វីទំនាក់ទំនងមិនសូវរលូនឬក៏ហេតុអ្វីខ្លួនដូចជាមានអារម្មណ៍វង្វេងមិនមានគោលដៅនៅក្នុងជីវិតឧទាហរណ៍យុវជនម្នាក់មិនប្រកាសថាខ្លួនឯងចូលចិត្តអ្វីឬក៏គោលដៅអ្វីទេគាត់បដូរការងារជាញឹកញាប់ហើយមានអារម្មណ៍ថាជីវិតមិនច្បាស់លាស់ពេលធ្វើការជាមួយអ្នកដទៃគាត់ក៏មិនដឹងថាគេគិតយ៉ាងណាចំពោះគាត់ដែរយុវជនម្នាក់ក្នុងឧទាហរណ៍នេះកំពុងស្ថិតនៅក្នុងដំណាក់កាលស្វែងរកខ្លួនឯងហើយត្រូវការពេលនិងការណែនាំពីអ្នកដទៃដើម្បីយល់និងស្គាល់ពីខ្លួនឯងបន្ថែមប្រភេទទី4គឺអ្នកផ្គាប់ចិត្តគេមនុស្សប្រភេទនេះយកចិត្តទុកដាក់ខ្លាំងទៅលើអ្វីដែលអ្នកដទៃគិតប៉ុន្តែមិនសូវដឹងថាខ្លួនឯងពិតជាចង់បានអ្វីទេពួកគេចូលចិត្តផ្គាប់ចិត្តអ្នកដទៃយល់ព្រមងាយនឹងខ្លាចគេមិនពេញចិត្តប៉ុន្តែបញ្ហាគឺនៅទីបញ្ចប់ពួកគេអាចហត់នឿយពេលខ្លះអស់កម្លាំងកាយចិត្តនិងមានអារម្មណ៍តូចចិត្តនិងអារម្មណ៍ខូចចិត្តនៅក្នុងខ្លួនផងដែរឧទាហរណ៍យុវតីម្នាក់តែងតែយល់ព្រមជាមួយនឹងអ្នកដទៃទោះបីជាគាត់មិនចង់ធ្វើការងារនោះក៏ដោយដូចជានៅកន្លែងធ្វើការគាត់ទទួលភារកិច្ចច្រើនពេកព្រោះខ្លាចថាបើបដិសេធគេនោះគេនឹងមិនពេញចិត្តនាងចុងក្រោយគាត់មានអារម្មណ៍ហត់នឿយនិង stress ខ្លាំងយុវតីម្នាក់នេះក្នុងឧទាហរណ៍នេះយកចិត្តទុកដាក់ទៅលើអ្នកដទៃច្រើនពេកប៉ុន្តែមិនស្ដាប់ចិត្តខ្លួនឯងនេះព្រោះពួកគេរស់នៅតាមការរំពឹងទុកពីអ្នកដទៃច្រើនពេកហើយមិនសូវស្ដាប់ចិត្តខ្លួនឯងដូច្នេះសារៈសំខាន់ពីរូបនេះគឺការយល់ដឹងអំពីខ្លួនឯងពិតប្រាកដមិនមែនតែសួរខ្លួនឯងថាខ្ញុំជាមនុស្សបែបណាប៉ុណ្ណោះទេតែយើងក៏ត្រូវសួរផងដែរថាអ្នកដទៃមើលមកខ្ញុំបែបណាបើយើងដឹងតែពីខ្លួនឯងតែគ្មានយោបល់ត្រឡប់ពីអ្នកដទៃនោះអ្នកអាចមានចំណុចឬក៏ជ្រុងដែលអ្នកមើលមិនឃើញពីខ្លួនឯង blind spot បើយើងដឹងពីអ្វីដែលអ្នកដទៃគិតតែបាត់បង់ខ្លួនឯងនោះយើងក៏អាចរស់នៅដោយសម្ពាធនិងងាយអស់កម្លាំងកាយចិត្តផងដែរគោលដៅដែលល្អបំផុតគឺក្លាយជាមនុស្សប្រភេទទី2គឺជាអ្នកដែលរលឹកដឹងពីខ្លួនឯងនោះមានន័យថាយើងស្គាល់ខ្លួនឯងច្បាស់ហើយក៏ព្រមស្ដាប់និងរៀនពីអ្នកដទៃផងដែរពេលយើងធ្វើបែបនេះយើងនឹងអាចកែលម្អខ្លួនឯងបានល្អជាងមុនមានទំនាក់ទំនងល្អជាងមុននិងរស់ដោយមានតុល្យភាពជាងមុនសង្ខេបឲ្យខ្លីមកនៃប្រភេទទាំង4នោះគឺប្រភេទទី1អ្នកស្គាល់ពីខ្លួនឯងគឺស្គាល់ខ្លួនឯងតែមិនខ្វល់និងមិនទទួលស្គាល់មតិយោបល់ត្រឡប់ពីអ្នកដទៃប្រភេទទី2អ្នករលឹកដឹងពីខ្លួនឯងគឺស្គាល់ខ្លួនឯងហើយនិងទទួលយកគំនិតនិងទស្សនៈយោបល់ពីអ្នកដទៃផងដែរប្រភេទទី3អ្នកស្វែងរកខ្លួនឯងគឺមិនសូវស្គាល់ខ្លួនឯងហើយក៏មិនដឹងថាអ្នកដទៃមើលនិងយល់ពីខ្លួនឯងយ៉ាងណាដែរប្រភេទទី4គឺអ្នកដែលផ្គាប់ចិត្តគេគឺដឹងតែពីអ្វីដែលអ្នកដទៃគិតតែមិនសូវដឹងថាខ្លួនឯងចង់ធ្វើអ្វីនោះទេបន្ទាប់ពីនេះអ្នកក៏អាចសាកល្បងគិតមើលថាតើខ្លួនអ្នកឥឡូវនេះស្ថិតនៅប្រភេទមួយណាក្នុងចំណោមប្រភេទ4នេះបើអ្នកស្រដៀងនឹងប្រភេទទី1គឺជាអ្នកដែលស្គាល់ពីខ្លួនឯងគឺអ្នកត្រូវតែរៀនសុំមតិយោបល់ពីអ្នកដទៃបន្ថែមឧទាហរណ៍តើអ្នកឃើញចំណុចខ្លាំងអ្វីនៅក្នុងខ្ញុំតើខ្ញុំមានចំណុចណាដែលគួរតែកែលម្អពេលធ្វើការជាមួយខ្ញុំអ្នកមានអារម្មណ៍បែបណាដែរបើអ្នកស្រដៀងនឹងប្រភេទទី3អ្នកដែលស្វែងរកខ្លួនឯងអ្នកត្រូវចាប់ផ្ដើមរៀនស្គាល់ខ្លួនឯងបន្តិចម្ដងដូចជាកត់សម្គាល់ពីអារម្មណ៍ខ្លួនឯងសួរខ្លួនឯងថាខ្ញុំចង់បានអ្វីគិតថាអ្វីជាចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្ញុំបើអ្នកស្រដៀងនឹងប្រភេទមនុស្សទី4អ្នកដែលផ្គាប់ចិត្តគេត្រូវហាត់ស្ដាប់ចិត្តខ្លួនឯងមើលឲ្យបានច្រើនជាងមុនដូចជាតើខ្ញុំពិតជាចង់ធ្វើរឿងនេះមែនទេតែខ្ញុំកំពុងយល់ព្រមធ្វើនិងចង់ធ្វើឬមួយក៏ខ្ញុំគ្រាន់តែខ្លាចចិត្តគេតែប៉ុណ្ណោះតើខ្ញុំត្រូវការកំណត់ព្រំដែនអ្វីខ្លះ
សូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់បើអ្នកចូលចិត្តប្រធានបទបែបនេះសូមជួយ like share និង subscribe ផង